ជារៀបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ channel របស់នេះខ្ញុំហើយតូបខ្ញុំនៅខាងក្នុងផ្ទះហើយធ្វើម៉េចខ្ញុំលក់ដាច់ចាហើយគេអត់ស្គាល់តូបយើងផងធ្វើម៉េចយើងលក់ដាច់បើអើយនៅខាងក្នុងផ្ទះអត់បាំងទៅខ្នល់ផងចាខ្ញុំលក់ដាច់បងប្អូនអ្នកលក់ចាប់ពូជដូចខ្ញុំចាបើមាន Facebook កុំខ្វះក៏មានដែរបងប្អូនយើងអ្នករស់ស៊ីបងប្អូនយើងផុសទៅក្នុងបណ្ដាញសង្គមយើងហ្នឹងមានលក់អីចឹងយើងផុសទៅអាចតែគាត់ធ្វើវីដេអូពេលយើងឆុងខ្វៃឆុងអីចឹងទៅឬក៏យើងថតអីវ៉ាន់យើងចឹងទៅចាថតរឿងថ្ងៃទៅបងប្អូនអាចបង្ហោះទិញទួជាវីដេអូខ្លះរូបភាពខ្លះយើងបង្ហោះក្នុងបណ្ដាញសង្គមបងប្អូនជាក់ស្ដែងគឺដូចឃើញជាក់ស្ដែងចាតូបខ្ញុំនៅខាងក្នុងអត់បានបែរមុខទៅខ្នល់ទេបើអ្នកនិយាយទៅអ្នកខ្លះនេះចឹងក៏អត់ដឹងទេប៉ុន្តែភាគច្រើនចាព្រោះយើងលេងបណ្ដាញសង្គមមួយគ្នាអ្នកនៅភូមិនៅស្រុកចឹងឬក៏អ្នកមកពីឆ្ងាយក៏មានដែរបងប្អូនយើងដាក់ទីតាំងដាក់អីចឹងទៅក៏ដឹងថានៅម្ដុំនោះយើងលក់ចឹងណាចាហើយចិត្តតែខ្ញុំផុសខ្ញុំលក់ដាច់មែនបងប្អូនចឹងបងប្អូនផុសដូចខ្ញុំទៅព្រោះអីតូបខ្ញុំនៅខាងក្នុងចឹងតែខ្ញុំលក់ដាច់ចាឃើញអញ្ចឹងណាគឺខ្ញុំលក់ដាច់បានរាល់ថ្ងៃបងប្អូនមានអ្នកមកទិញរាល់ថ្ងៃដឹងថាយើងមាននំអីមានអ្នកខ្លះទេមកទិញចឹងទៅចានិយាយទៅសម័យ2025នេះលក់ដូរស្រួលដែរបងប្អូនដោយសារអនឡាញអីគេថារស់ស៊ីអនឡាញចាប់ហួយក៏មានដែរឥឡូវបងប្អូន2025យើងផ្លាច់ច្រើនហើយខ្ញុំហ៊ានធ្វើវីដេអូទៅដោយសារតែខ្ញុំចង់ចែករំលែកទៅអ្នកដែលគាត់រស់ស៊ីគ្នាអញ្ចឹងណាព្រោះអ្នកបងប្អូនដែលមើលខ្ញុំអ្នកខ្លះនៅស្រុកផ្សេងគ្នាខេត្តផ្សេងគ្នាទេបងប្អូនរស់ស៊ីរៀងខ្លួនអញ្ចឹងណាចាហើយអញ្ចឹងបងប្អូនខុសខ្លះទៅបងប្អូនក្នុងបណ្ដាញសង្គមវានិយាយទៅយើងគិតផ្លូវមួយថាបើយើងអត់បានធ្វើអីប៉ះពាល់ដល់អ្នកណាទេវាមានអីត្រូវយើងខ្លាចទេបងប្អូនយើងខុសទៅពីមុនខ្ញុំក៏មិនដែរហ៊ានផុសដែរមួយឆ្នាំផុសរូបមួយពីរតែឥឡូវចាអីវ៉ាន់ចូលអីនំចូលអីចាខ្ញុំផុសគាត់ថាហើយសួរមានអ្នកថាមានបងប្អូនចាអូលក់ធ្វើអញ្ចឹងគាត់លេងគាត់លក់ដូរអីសោះចាំបាច់ថតផុសចាគេថាប៉ុន្តែយើងលក់ដាច់យើងសប្បាយចិត្តបងប្អូនគិតតែមួយដូចខ្ញុំថាយើងអត់បានធ្វើអីថតទៅហ្នឹងវាមានប៉ះពាល់ដៀបណាប់អីណាតែយើងថតតែរឿងចឹងដូចខ្ញុំថតវីដេអូ YouTube ហ្នឹងចឹងគឺខ្ញុំនិយាយតាមតែជាក់ស្ដែងដែលខ្ញុំមានបទពិសោធន៍របស់ខ្ញុំហើយជួនកាលអ្នកខ្លះគាត់ថាដែរថាតូបទូអញ្ចឹងផុសអីគេតូបធំគេផុសហ្នឹងចាបងប្អូនអាចតាមដានខ្ញុំជាក់ស្ដែងទៅមុខតិចខ្ញុំធ្វើបានប៉ុណ្ណាព្រោះដំបូងវាទូជាងនេះទៀតបងប្អូនចាអីវ៉ាន់ទឹកជាងនេះទៀតតែឥឡូវខ្ញុំអភិវឌ្ឍបានប៉ុណ្ណេះខ្ញុំគិតថាទៅមុខតិចខ្ញុំនឹងធ្វើថែមទៀតតែវាទៅបដារឿយអញ្ចឹងបងប្អូនដោយសារខ្ញុំអត់ខ្ចីគេថែមទេគឺខ្ញុំធ្វើតាមសមត្ថភាពរបស់ខ្ញុំចាអរគុណច្រើនបងប្អូន